បាទថ្ងៃនេះដែរយើងនិយាយពីការកែលម្អពូជដោយធ្វើការប្រកាសសព្វនិមិត្តនៅក្នុងខេត្តកំពង់ចាមដែលយើងអនុវត្តជាច្រើនឆ្នាំមកហើយបាទអញ្ចឹងកូនក៏កើតបានច្រើនដែរប៉ុន្តែពីមុនមកតម្លៃគោរៀងថ្លៃបន្តិចបាទមករហូតដល់បច្ចុប្បន្ននេះយើងឃើញថាតម្លៃគោធ្លាក់ចុះបាទដូច្នេះហើយបាទម្ចាស់សត្វជាច្រើនបានសួរមកខ្ញុំក៏ដូចជាអ្នកប្រកាសផ្សេងទៀតដែរថាតម្លៃគោធ្លាក់ចុះតម្លៃសព្វនិមិត្តអាចបញ្ចុះបធូរបថយយ៉ាងម៉េចដែរគូបាទអញ្ចឹងតម្លៃដែលយើងអនុវត្តរាល់ថ្ងៃនេះគឺចាប់ពី$50ឡើងទៅបាទទៅតាមពូជទៅតាមបាទដែលយើងទិញមកបាទអញ្ចឹងក៏សូមជំរាបជូនដល់ពុកម៉ែបងប្អូនដែរយើងពិបាកក្នុងការបញ្ចុះតម្លៃជូនណាដោយសារតែបាទការបង្កាត់សព្វនិមិត្តនេះរាល់បាទទាំងមេជីវិតទាំងនីត្រូហ្សែនក្នុងការថែទាំបាទរួមទាំងសម្ភារៈផ្សេងទៀតបាទទាំងការធ្វើដំណើរនេះគឺបាទបូកបញ្ចូលគ្នាទៅក៏មិនពិបាកនៅក្នុងការបញ្ចុះតម្លៃជូនពុកម៉ែបងប្អូនបាទ